បន្ទាប់ពីអាយុ15ថ្ងៃគឺយើងដូរចំណីអានេះបើអ្នកខ្លះគេលើកកធុនប្រកាប់ចូលអាថ្មីតែម្ដងតែខ្ញុំអត់លើកប្រកាប់ចូលទេរើសមើលមួយហើយក៏មិនមែនជំនាញនេះដែរបងប្អូនណាមិនជំនាញទេគ្រាន់ថាយើងមើល YouTube ខ្លះយើងសួរគេខ្លះចឹងទៅសួររៀបច្បូរគេចាំមុនចឹងគេដឹងចឹងយើងអាចជួបបទពិសោធន៍ពីគេបានមិនខ្វះទេបងប្អូនមេរៀនតាម YouTube មកណើអ្នកខ្លះចាំដួងមានសភៅមានអីតែខ្ញុំអត់មានទេមើលតែតាម YouTube ទេ មើលតាម YouTube ហើយសួរដែលយើងទិញពូជពីគេហ្នឹងយើងអាចធ្វើបានហើយឥឡូវខ្ញុំចាប់ដើមចាំវិញហើយបងប្អូនណាហ្នឹងហើយថាជាបន្តិចទៀតខ្ញុំនឹងមានពូជលក់ឲ្យបងប្អូនហើយមិនមែនពូជលក់ពួកប្រភេទនេះទេបងប្អូនណាគឺលក់មេដួងហ្មងមេក្រាំងនេះជាប្រភេទមេនេះបងប្អូននេះយើងបង្កាត់បាន15ថ្ងៃហើយនេះកូនរបស់វាបងប្អូនណាកូនរបស់វាឥឡូវយើងដោមេបាចេញទុកកាត់សាថ្មីទុកយើងប៉ុន 3-4 ថ្ងៃយើងដាក់ឲ្យវាកាត់សាថ្មីហើយយើងនឹងទទួលបានកូនបែបនេះសម្រាប់រយៈពេល15ថ្ងៃគឺយើងចាប់មេបាចេញនេះជាមិនមែនជាវីដេអូបង្រៀនទេបងប្អូនណាថ្ងៃគាត់អាចចែកម្លែកខ្លះហើយខ្ញុំក៏មិនមែនជាអ្នកជំនាញខាងចំដួងដែរបងប្អូនណាថ្មីសម្រាប់ខ្ញុំគាត់ថាខ្ញុំអាចធ្វើផ្ដើខ្ញុំសិក្សាផ្ដើបងប្អូនណាហ្នឹងហើយមិនមែនជាអ្នកជំនាញទេតែចិញ្ចឹមដែរទេបងប្អូនណាហ្នឹងហើយទីទៀតខ្ញុំនឹងមានពូជលក់ដែរបងប្អូនហើយខ្ញុំក៏មិនលក់ថ្លៃដូចគេដែរបងប្អូនណាហ្នឹងហើយសម្រាប់ទីផ្សារបច្ចុប្បន្នវាមួយគូ 5000 មួយគូដួងហ្នឹងហើយមួយគូ 5000